คลิปวิดีโอนี้ខ្ញុំនឹងបង្ហាញអំពីវិធីនៅក្នុងការបង្កើត account ChatGPT ដែលយើងស្គាល់ថាគឺជាកម្មវិធី AI ដែលយើងធ្វើការប្រើប្រាស់សម្រាប់ធ្វើការសួរសំណួរផ្សេងៗនៅពេលដែលយើងមានចម្ងល់រឿងអ្វីក៏ដោយជុំវិញពិភពលោកយើងអាចធ្វើការឆាតសួរកម្មវិធី AI មួយនេះដើម្បីឲ្យវាស្វែងរកចម្លើយជូនមកយើងតោះឥឡូវនេះយើងបង្កើតគណនី ChatGPT ទាំងអស់គ្នាជាដំបូងនេះគឺយើងចូលទៅក្នុងកម្មវិធី App Store ឬក៏ Play Store ដើម្បីធ្វើការ download កម្មវិធីមួយដែលមានឈ្មោះថា Chat GPT បាទដែលមាន logo បែបនេះបាទអញ្ចឹងពេលដែលបងប្អូន download រួចហើយយើងចុច open មកបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវធ្វើការបង្កើតគណនីផ្ទាល់ខ្លួនជាមុនសិនបាទដែលយើងចុចទៅលើពាក្យថា sign up នេះបាទអញ្ចឹងខ្ញុំចុចទៅលើ sign up ម្ដងទៀតបាទកន្លែងនេះបាទរួចហើយយើងចុចទៅលើ continue រួចមកដល់ផ្ទាំងមួយនេះគឺយើងវាយអាស័យដ្ឋាន Gmail របស់យើងចូលបាទដាក់ Gmail ចូលទៅក្នុងប្រអប់នេះមកបាទវាយ Gmail ចូលទៅក្នុងប្រអប់ហ្នឹងរួចហើយបងប្អូនចុចទៅលើពាក្យថា continue នេះបាទរួចហើយមកដល់កន្លែងនេះគឺយើងវាយលេខសម្ងាត់ចូលបាទដាក់លេខសម្ងាត់មានន័យថាយើងបង្កើតលេខសម្ងាត់ថ្មីសម្រាប់ account ChatGPT របស់យើងណាបាទអញ្ចឹងដាក់ឲ្យមានលេខមានអក្សរអញ្ចឹងទៅបន្ទាប់ពីយើងវាយលេខសម្ងាត់ចូលរួចហើយយើងចុចទៅលើពាក្យថា continue បាទឥឡូវនេះមកដល់កន្លែងនេះគឺមានន័យថាគេនឹងធ្វើការផ្ញើលេខកូដទៅកាន់ Gmail របស់យើងអញ្ចឹងយើងត្រូវទៅបើក Gmail ដើម្បី verify វាបាទអញ្ចឹងយើងទៅបើក Gmail របស់យើងដើម្បី verify បាទមានន័យថាបើកកម្មវិធី Gmail របស់យើងនេះមានន័យថាគេបានផ្ញើសារមកចូលនៅក្នុង Gmail របស់យើងណាបាទនេះបងប្អូនកម្មវិធី Gmail នេះណាបាទនេះអាកម្មវិធី Gmail យើងនេះអញ្ចឹងគេបានផ្ញើសារចូលមកកាន់ Gmail នឹងហើយអញ្ចឹងយើងចុចលើហ្នឹងទៅបាទរួចហើយយើងចុច verify email address បាទចុចកន្លែងនេះមកបាទរួចហើយយើង open ជាមួយ Safari អីចឹងទៅបាទអូខេអញ្ចឹងវា load ប្រាប់ថា email របស់យើងហ្នឹងត្រូវបាន verify បាទអញ្ចឹងយើងចុចដានទៅបាទរួចហើយឥឡូវនេះយើងត្រឡប់ចូលទៅកាន់ChatGPT របស់យើងវិញអញ្ចឹងយើងក៏មកចុចកន្លែង I have verified my email បាទអញ្ចឹងយើងចុចកន្លែងនេះមកបាទអូខេឥឡូវនេះបន្ទាប់មកគឺគេឲ្យយើងដាក់ឈ្មោះបាទដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងដាក់ឈ្មោះរបស់យើងនេះមកបាទរួចហើយខាងក្រោមនេះគឺថ្ងៃខែឆ្នាំកំណើតបាទដោយយើងធ្វើការជ្រើសរើសនៅនេះណាបាទជ្រើសរើសថ្ងៃខែឆ្នាំកំណើតរួចហើយយើងចុច continue បាទឥឡូវនេះគឺយើងបានចូលមកដល់នៅក្នុង account ChatGPT របស់យើងហើយបាទដែលជា chat ផ្ទាល់ខ្លួនអញ្ចឹងគេដាក់ថា welcome to ChatGPT បាទអញ្ចឹងយើងចុចកន្លែងនេះ continue ទៅបាទអញ្ចឹងកន្លែងនេះគឺដល់កន្លែងដែលយើងអាចធ្វើការប្រើប្រាស់កម្មវិធី ChatGPT បានហើយដែលយើងហៅថា AI ប៉ុន្តែការប្រើប្រាស់នេះគឺប្រើប្រាស់លក្ខណៈ free ទេបាទប៉ុន្តែបើសិនជាបងប្អូនចង់ប្រើមុខងារជាច្រើនទៀតយើងអាចធ្វើការបង់លុយបាទនេះកន្លែង Get Plus នេះបាទអញ្ចឹង Get Plus នេះគឺមានន័យថាក្នុងមួយខែ $19.99 បាទអញ្ចឹងនេះគេប្រាប់ឲ្យថាបើសិនជាយើងប្រើ Chat GPT Plus ហ្នឹងគឺវាមានអីខ្លះនៅក្នុងហ្នឹងណាអត្ថប្រយោជន៍អីខ្លះចឹងទៅបាទឥឡូវនេះខ្ញុំអត់ធ្វើការទិញ license ទេបាទខ្ញុំគ្រាន់តែប្រើលក្ខណៈ free តែប៉ុណ្ណោះអញ្ចឹងបងប្អូនចង់សួរអីក៏បានដែរនៅក្នុងចំណុចនេះបងប្អូនអាចសួរជាខ្មែរក៏បានដែរព្រោះឥឡូវនេះ ChatGPT ក៏ស្គាល់ជាភាសាខ្មែរដែរអញ្ចឹងនៅក្នុងប្រអប់កន្លែង Ask Anything នេះអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំបង្ហាញរបៀបនៅក្នុងការសួរសំណួរផ្សេងៗទៅកាន់ ChatGPT ឥឡូវខ្ញុំចុចកន្លែងនេះហើយខ្ញុំសរសេរជាភាសាខ្មែរបាទតើប្រាសាទអង្គរវត្តកសាង
ឡើងនៅឆ្នាំណាពេលដែលយើងទៅសេសំណួររួចហើយបងប្អូនចុចសញ្ញាព្រួយនេះទៅបាទអញ្ចឹងChat GPT កំពុងតែស្វែងរកចម្លើយឲ្យយើងហើយអញ្ចឹងគេថាប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សទី12ជុំវិញឆ្នាំ1122ដល់ឆ្នាំ1150ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ប្រាសាទនេះជាស្នាដៃស្ថាបត្យកម្មអប្សរាធំជាងគេនៅកម្ពុជាហើយក៏ជាប្រាសាទសាសនាព្រះពុទ្ធសាសនាពីសាសនាពីរបស់សាសនាហិណ្ឌូក៏ដូចជាពុទ្ធសាសនាផងដែរបាទអញ្ចឹងអានេះគឺគេស្វែងរកចម្លើយខ្លីៗអញ្ចឹងបងប្អូនចង់សួរជាភាសាអីក៏បានស្វែងរកអីក៏បានដែរគឺមានអ្វីមានន័យថាអ្វីដែលយើងចង់សួរយើងអាចយកមកសួរនៅក្នុង Chat GPT នេះបានបាទអញ្ចឹងអានេះគឺរបៀបនៅក្នុងការសួរសំណួរទៅកាន់ Chat GPT បាទអរគុណច្រើនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយហើយជួបគ្នានៅវីដេអូក្រោយៗទៀត